នៅថ្ងៃដែលសារតែមានបងប្អូនយើងមួយចំនួនហ្នឹងគាត់បានសួរខ្ញុំថាមាសដែលខ្ញុំរកហ្នឹងតើយកទៅលក់លើទីផ្សារហ្នឹងបានតម្លៃដូចទីផ្សារអត់តោះឥឡូវមុនខ្ញុំឆ្លើយតបពុកម៉ែបងប្អូនអរគ្នាមើលមាសនេះលេងទៅហ្នឹងហើយដោយសារតែមាសនេះគឺជាមាសដែលខ្ញុំចម្រាញ់ចេញពីដុំរ៉ែដុំថ្មហើយជាវីដេអូដែលខ្ញុំថតទុក2ឆ្នាំមុននិយាយរួមទៅមាសដែលខ្ញុំរករាល់ថ្ងៃហ្នឹងគឺតម្លៃរបស់វាគឺអត់ខុសពីទីផ្សារទេតម្លៃវាតែមាសនេះមាសកាលខ្ញុំរកដែលខ្ញុំថតនេះខ្ញុំតាំងពីឆ្នាំមុនហ្នឹងខ្ញុំលក់បានកាលហ្នឹងមួយជីតែ200ទេព្រោះកាលហ្នឹងមាសថោកកាលហ្នឹងមាសមួយជី200ជាងតែបើឥឡូវហ្នឹងមាសមួយជី500អញ្ចឹងតម្លៃវាអត់ខុសគ្នាទេនឹងឲ្យលក់បានដូចទីផ្សារអញ្ចឹងដោយសារតែមាសហ្នឹងទឹកវារាំងខ្ពស់ដែរទឹកវាចាញ់តែមាសគីឡូមិនតិចទេហើយមាសហ្នឹងមាសខ្ញុំហ្នឹងទឹកបានប្រហែលជា97 98អញ្ចឹងទឹកវាប្រហែលចង់ស្មើនឹងមាសគីឡូដែរអញ្ចឹងបានតម្លៃរបស់វាលក់ទៅវាស្មើប្រហែលជាទីផ្សារដែរហើយមាសនេះគឺជាមាសដែលខ្ញុំចម្រាញ់ចេញពីដុំរ៉ែពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយមិនមែនយកមាសទិញមាសពីគេមកយកមកដាក់ថតឲ្យពុកម៉ែបងប្អូនមើលទេហ្នឹងហើយមាសនេះគឺមាសចម្រាញ់ចេញពីដុំរ៉ែដុំថ្មមាសនេះគឺទឹកខ្ពស់មូលហេតុដោយសារតែមាសហ្នឹងគឺវាស្ថិតនៅជាមួយនឹងខ្សែសអញ្ចឹងមាសខ្សែសហ្នឹងគឺទឹករបស់វាខ្ពស់ជាងគេហ្នឹងហើយទឹកវាខ្ពស់តែបើមាសខ្សែផ្សេងអាហ្នឹងទឹកវាទាបទឹកវាខ្លះមាសខ្លះទឹក92 93 94 95អញ្ចឹងទៅណាហ្នឹងហើយប៉ុន្តែមាសដែលខ្ញុំកំពុងតែបង្ហាញហ្នឹងមាសហ្នឹងគឺទឹកខ្ពស់ដោយសារតែមាសហ្នឹងជាប្រភេទមាសខ្សែសហ្នឹងហើយអញ្ចឹងគឺទឹករបស់វាខ្ពស់មាសហ្នឹងទឹក90ជាង97 98មានលុតដល់98កន្លះទៀតវាចង់ស្មើប្រហែលជាមាសគីឡូដែរហ្នឹងហើយរូបរាងមាសដែលយើងចម្រាញ់ចេញមកហ្នឹងងាកឃើញអត់គឺវាមានរូបរាងបែបហ្នឹងហើយសាច់មាសហ្នឹងគឺមានអ្នកខ្លះណាម៉ត់ដូចកទួអញ្ចឹងហ្នឹងហើយមានអាម៉ត់ដូចកទួមានអាខ្លះណាក្របអំពិនល្ងហើយខ្លះណាទៀតអំពិនក្របកអញ្ចឹងទៅដោយសារតែមាសហ្នឹងគឺយើងពិបាកបងប្អូនអ្នកគ្នាយើងពិបាកក្នុងការមើលនៅក្នុងដុំរ៉ែដោយសារតែដុំរ៉ែខ្លះយើងអាចមើលឃើញមាសបានទេហ្នឹងហើយដោយសារតែមាសខ្លះវាម៉ត់តែបើអាក្របដែលខ្ញុំកំពុងបង្ហាញនេះអាក្របធំហ្នឹងអានឹងជួនកាលរ៉ែខ្លះយើងអាចមើលឃើញណារ៉ែខ្លះយើងអាចមើលឃើញដោយភ្នែកយើងមិនចាំដំក៏យើងមើលឃើញដែរតែអានឹងលុះត្រាតែដុំរ៉ែហ្នឹងវាជាប់មាសច្រើនហ្នឹងហើយបើជាប់មាសច្រើនយើងអាចមើលឃើញយើងមិនចាំដំក៏យើងដឹងថាមានមាសដែរប៉ុន្តែបើអាម៉ត់